នេះខ្ញុំយកមកថាជាប្រជាជននៅតំបន់បន្ទាក់ហើយសូមថ្វាយបង្គំដល់ព្រះអង្គគ្រប់ព្រះអង្គហើយសូមអរគុណខ្លាំងណាស់នៅព្រះអង្គដែលនិមន្តមកពីប្រទេសកាណាដាមកទាំងទឹកចិត្តហើយយកបច្ច័យមកអាណិតអាសូរដល់សហគមន៍ដែលរងគ្រោះផ្សេងមានដងកក់បរិយាកាហើយបងប្អូនមានសហគមន៍ផ្សេងដែរហើយសូមអរគុណខ្លាំងណាស់ដល់បងប្អូនចាអរគុណដល់បងប្អូនក្រៅប្រទេសចាដែលរួមគ្នាប្រមូលបច្ច័យទៅបីទឹកជួយប្តីច្រើនប្តីយកមកជួយដល់សហគមន៍ដែលរងគ្រោះទាំងអស់ចាមានតែមករៀបដៃកប់ទេដើម្បីថ្លែងអំណរគុណដើម្បីអរគុណដល់ព្រះអង្គចាហើយនេះខ្ញុំជាអ្វីច្រើនទេគ្រាន់តែសូមតែឲ្យបងប្អូនយើងទាំងអស់ចាប់ពីព្រោះប្រទេសយើងឥឡូវនេះកំពុងតែធ្លាក់ក្នុងភាពអយុត្តិធម៌មិនមែនតែសហគមន៍យើងទេគឺមានសហគមន៍ផ្សេងទៀតដែលរងគ្រោះចាហើយមានការឈឺចាប់និងយំស្រែកគ្រប់ទីកន្លែងទាំងអស់អញ្ចឹងហើយយើងត្រូវតែរួមគ្នាទាំងអស់គ្នាចាហើយចំពោះអ្នក23នាក់ក៏ដោយយើងត្រូវទាំងអស់គ្នាត្រូវតែរួមគ្នាដើម្បីទាមទាររកយុត្តិធម៌ដល់ពួកគាត់ទាំង23នាក់នោះត្រឡប់មកវិញទៅជួបជុំក្រុមគ្រួសារសាច់ញាតិចាហើយយើងដឹងទាំងអស់គ្នាហើយថាបងប្អូននៅក្រៅប្រទេសក៏មានទឹកចិត្តចាល្អក្នុងនាមជាខ្មែរទោះបីជានៅឆ្ងាយយ៉ាងណាក៏ដោយក៏មិនបានមកជាកម្លាំងក៏បានមកជាលុយជាបច្ច័យអីមកដែរអញ្ចឹងអានេះហើយជាកម្លាំងចិត្តមួយសម្រាប់ឲ្យយើងដែលនៅក្នុងប្រទេសនេះការជាទឹកចិត្តមួយសម្រាប់ឲ្យយើងទាំងអស់គ្នានៅតែបន្តការតស៊ូមតិដើម្បីទាមទាររកយុត្តិធម៌ទាមទាររកលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សចាហើយយើងមិនរៀបថយទេមិនមែនគុកអាចគម្រាមកំហែងបំបាក់ស្មារតីបានទេគុកអាចគម្រាមកំហែងបំបាក់ស្មារតីចំពោះតែអ្នកដែលប្រព្រឹត្តខុសទេចំណែកយើងដែលរងនៅអយុត្តិធម៌យើងមិនចង់ចាញ់ទេហើយក៏មិនឈប់ដែរនៅតែបន្តការតស៊ូរបស់យើងតទៅទៀតទាំងអស់គ្នាមានតែការរួបរวมសាមគ្គីគ្នាទេចាហើយទឹកចិត្តដល់បបរល្អប្រពៃរបស់ព្រះអង្គខ្ញុំកណាមានតែការអរគុណហើយថ្វាយបង្គំចាហើយក៏ជូនពរបងប្អូននៅក្រៅប្រទេសដែរឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនដែលបានយកបច្ច័យមកជូនចែកជូនដល់អ្នករងគ្រោះនៅក្នុងតំបន់កកដូចជាតំបន់ផ្សេងដែរហើយមួយទៀតដែរខ្ញុំសូមផ្ញើសារទៅដល់រដ្ឋាភិបាលសូមឲ្យបញ្ឈប់នៅទង្វើដែលធ្វើបាបជាជនប្រជាពលរដ្ឋខ្មែរចាពីព្រោះយើងទាំងអស់គ្នាមិននៅស្ងៀមទៀតទេមិនមែនសម័យមុនទេចាហើយឥឡូវក៏មានបរទេសហើយយើងទាំងអស់គ្នាមិនរៀនថយទេទោះបីជាគុកច្បាប់ការបាញ់សម្លាប់ក៏ដោយកំហឹងឈឺចាប់និងការរងគ្រោះរបស់យើងធ្វើឲ្យពួកយើងកាន់តែរឹងពឹងរឹងមាំទៀតចាដូច្នេះហើយយើងសូមផ្ញើសារទៅដល់រដ្ឋាភិបាលគឺសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនលោកក៏ធ្លាប់ដែរកាលពីសម័យពលពតលោកធ្លាប់ណាបែកបាក់ណាកូនជាទីស្រឡាញ់គាត់ប្រាប់ប្រពន្ធកូនចាអញ្ចឹងលោកនឹងដឹងថាការឈឺចាប់នៃការបែកបាក់យ៉ាងណាអញ្ចឹងលោកគួរតែពិចារណាកុំយកចាប្រជាពលរដ្ឋទៅធ្វើជាល្បែងនយោបាយរបស់លោកចាហើយត្រូវតែយើងទាំងអស់គ្នាទៀមទាត់ឲ្យខាតត្រូវតែឲ្យមានការដោះលែង23នាក់ចាដោយឥតលក្ខខណ្ឌចាសូមអរគុណ